Hello everyone សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះបាទខ្ញុំនឹងលើកយកពីការប្រើប្រាស់នៅកិរិយាសព្ទ like បាទគឺយើងប្រើបូកជាមួយនឹង ing បាទកិរិយាសព្ទថែម ing បាទអញ្ចឹងការពីនៅក្នុងវីដេអូ474គឺបងប្អូនបានឃើញពីការប្រើប្រាស់នៅកិរិយាសព្ទ like បាទប្រើបូកជាមួយនឹង noun បាទនាមបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងលើកយកពីការប្រើប្រាស់កិរិយាសព្ទ like នេះគឺយើងប្រើបូកជាមួយនឹងបាទ ing កិរិយាសព្ទដែលប្រើប្រាស់ ing ហើយនៅវីដេអូបន្ទាប់ខ្ញុំនឹងលើកយកពីការប្រើប្រាស់កិរិយាសព្ទ like បូកជាមួយនឹង to infinitive បាទអញ្ចឹងបងប្អូនមើលអត្ថទី2នេះបាទអញ្ចឹងនៅខាងលើខ្ញុំដាក់ like បូកជាមួយនឹង ing បាទ ing ហើយអត្រេមួយនេះគឺជាកិរិយាសព្ទអញ្ចឹងបងប្អូនមើលឃើញពីកិរិយាសព្ទ like នេះបាទយើងប្រើបូកជាមួយនឹងបាទ verb ថែម ing អញ្ចឹង verb កន្លែងនេះគឺ verb read បាទ read ធំតែប៉ុណ្ណេះទេគឺប្រែថាអានបាទ I like reading books បាទខ្ញុំចូលចិត្តអានសៀវភៅបាទ books សៀវភៅច្រើនយើងដាក់អញ្ចឹងណាអញ្ចឹង I ដើរតួជាប្រធានបាទ like នេះគឺចូលចិត្ត reading នេះគឺការអានបាទ books សៀវភៅអញ្ចឹងយើងប្រែជាខ្មែរយើងថាខ្ញុំចូលចិត្តអានសៀវភៅអញ្ចឹងបងប្អូនឃើញនៅកន្លែង ing កន្លែងនេះបាទកន្លែង ing កន្លែងនេះគឺ ing នេះមួយនេះឯងមានន័យថា verb ថែម ing ហើយកន្លែង tre តូចនេះគឺមានន័យថាជាកិរិយាសព្ទហើយយើងថែម ing បាទអញ្ចឹងកិរិយាសព្ទដើមគឺ read តែប៉ុណ្ណេះទេណាតែប៉ុណ្ណេះទេហើយដល់ពេលយើងថែម ing មកទៅជា reading បាទ I like reading books បាទខ្ញុំចូលចិត្តអានសៀវភៅបាទកាលណាកិរិយាសព្ទពីរឈរជាប់គ្នា like 1 read 1គឺយើងអត់អាចនិយាយថា I like read books អញ្ចឹងបានទេចំពោះកិរិយាសព្ទ like នេះគឺយើងអាចនិយាយថា I like reading ឬមួយក៏ I like to read បានអញ្ចឹងណាប៉ុន្តែនៅពេលដែលយើងប្រើ I like reading បាទមានន័យថាយើងរីករាយចំពោះសកម្មភាពនៃការអាននឹងប៉ុន្តែនៅពេលដែលយើងប្រើ like to read គឺមានន័យថាជាទម្លាប់របស់យើងបាទជាទម្លាប់របស់យើងអានសៀវភៅមុនពេលគេងឬមួយក៏ជាទម្លាប់របស់យើងអានសៀវភៅជារៀងរាល់ថ្ងៃអញ្ចឹងតែអញ្ចឹងបើសិនជា like បូកជាមួយនឹង verb ថែម g គឺមានន័យថាបាទរីករាយនឹងសកម្មភាពនៃការអានសៀវភៅហ្នឹងបាទអញ្ចឹងកិរិយាសព្ទ like បូកជាមួយនឹង verb ដទៃទៀតក៏មានលក្ខណៈថារីករាយចំពោះនៅសកម្មភាពជាទូទៅនឹងដែរបាទអញ្ចឹងបងប្អូនមើលមួយទៀត She likes swimming in the morning បាទនាងចូលចិត្តហែលទឹកនៅពេលព្រឹកបាទ She likes swimming in the morning បាទ she នេះគឺនាង likes បាទចូលចិត្ត swimming នេះគឺហែលទឹកបាទ in the morning គឺនៅពេលព្រឹកបាទអញ្ចឹងបងប្អូនឃើញកិរិយាសព្ទ like នេះគឺចូលចិត្តបូកជាមួយនឹង ing បាទបូកជាមួយនឹងកិរិយាសព្ទថែម ing អញ្ចឹងកិរិយាសព្ទវាគឺ swim បាទ swim នេះគឺប្រែថាហែលទឹកបាទដល់ពេលយើងថែម ing មកទៅជា swimming ប៉ុន្តែកិរិយាសព្ទ swim នេះមុននឹងថែម ing នេះគឺយើង double m នេះមកតួមានន័យថាយើងថែមអក្សរ m នេះមកតួហើយបានយើងថែម ing បាទអញ្ចឹងទៅជា swimming បាទហើយ clear ថា in the morning នេះគឺនៅពេលព្រឹកជា time present ណាមាន in the afternoon នៅពេលរសៀល in the evening នៅពេលល្ងាច at night ពេលយប់អញ្ចឹងទៅអញ្ចឹងអានេះគឺជា time present វាចូលរួមមួយប្រយោគយើងដែរអញ្ចឹងប្រធានរបស់វាគឺ she បាទ she នេះគឺនាងដើរតួជា subject ហើយបូកជាមួយនឹង verb បាទ verb នេះគឺ likeអញ្ចឹងកិរិយាសព្ទ like នេះតាមធម្មតាគឺអត់មានអីទេកិរិយាសព្ទដើមតែដល់ពេលយើងប្រើមួយប្រធាន he she it ដែលជាបរិបទទី3វចនៈគឺយើងថែម s ទៅឲ្យកិរិយាសព្ទហើយបន្ទាប់មកគឺយើងបូកជាមួយនឹងកិរិយាសព្ទថែម ing អញ្ចឹង swim ទៅជា swimming បាទអញ្ចឹងកន្លែង swimming នេះដោយសារតែការប្រើក្រោយកិរិយាសព្ទ like អញ្ចឹងកិរិយាសព្ទនៅក្នុង verb pattern មិនកិរិយាសព្ទទាំងអស់ត្រូវការថែម ing ទាំងអស់ទេអញ្ចឹងបងប្អូនត្រូវចំណាំពីកិរិយាសព្ទហ្នឹងបាទមានកិរិយាសព្ទ like កិរិយាសព្ទ start កិរិយាសព្ទ begin ពេលកិរិយាសព្ទ stop បាទសិតតែកិរិយាសព្ទខាងក្រោយវាថែម ing កាលណាមានកិរិយាសព្ទខាងក្រោយមួយទៀតបាទ in the morning នៅពេលព្រឹកអញ្ចឹង she likes swimming in the morning បាទនាងចូលចិត្តហែលទឹកនៅពេលព្រឹកបាទបងប្អូនមើលប្រយោគមួយទៀត they like playing football បាទពួកគេចូលចិត្តលេងបាល់ទាត់បាទអញ្ចឹង day កន្លែងនេះដើរតួជាប្រធានបាទជា subject ជាប្រធានបន្ទាប់មកគឺកិរិយាសព្ទ like បាទចូលចិត្តនេះ
កិរិយាសព្ទបូក verb ហ្នឹងបាទចូលចិត្តហើយកន្លែងនេះគឺជា verb time ing play ទៅជា playing អញ្ចឹងកិរិយាសព្ទវាគឺត្រឹមតែប៉ុណ្ណេះទេ play នេះ play នេះគឺប្រែថាលេងដល់ពេលយើង time ing មកនេះ time ing មកទៅជា playing បាទអញ្ចឹង they like playing បាទ they like playing បាទពួកគេចូលចិត្តលេងបាទលេងអីគេកម្មបត្តិរបស់វានេះគឺ football ពាក្យនាមដើរតួជាកម្មបត្តិគេហៅថា object ណាបាទ object នេះគឺជា noun បាទអញ្ចឹងពាក្យនាមដើរតួជាកម្មបត្តិក៏បានដើរតួជាប្រធានបាទនេះជាកម្មបត្តិរបស់កិរិយាសព្ទបាទលេងគេលេងបាល់ទាត់លេង tennis បាទ playing tennis playing basketball អីគឺយើងដាក់បានទាំងអស់អានេះ playing football បាទលេងបាល់ទាត់អញ្ចឹងពួកគេចូលចិត្តលេងបាល់ទាត់បាទប្រយោគនេះគឺជាប្រយោគបច្ចុប្បន្នកាលធម្មតា present simple បាទទម្រង់របស់វាគឺ subject នេះបូកមួយ verb 1បាទកិរិយាសព្ទយើងអត់បំបែកទៅណាទេបាទយើងអត់បំបែកទៅអតីតកាលឬមួយក៏បំបែកទៅ past participle ទេហើយយើងបូកជាមួយនឹង verb time ing បាទអញ្ចឹងយើងបាន they like playing football បាទពួកគេចូលចិត្តលេងបាល់ទាត់អញ្ចឹងកិរិយាសព្ទដើមកន្លែងនេះបងប្អូនត្រូវចំណាំថាកិរិយាសព្ទ play នេះបាទគឺតែប៉ុណ្ណេះទេកិរិយាសព្ទដើមបាទ play បាទ play នេះគឺប្រែថាលេងហើយយើង time ing កន្លែងនេះបាទដោយសារតម្រូវនៅក្នុងការប្រើក្រោយកិរិយាសព្ទ like គឺតម្រូវកិរិយាសព្ទនឹង time ing បាទតែជា playing បាទចឹងបងប្អូនមើលប្រយោគមួយទៀត he likes listening to music បាទគាត់ចូលចិត្តស្ដាប់នៅតន្ត្រីអញ្ចឹងកន្លែង he នេះគឺយើងដើរតួជា subject បាទជាប្រធានហើយ like នេះគឺជា verb បាទជាកិរិយាសព្ទបាទគាត់ចូលចិត្តគាត់នេះគឺយើងសំដៅយកនៅប្រុសបាទ listening to music គឺស្ដាប់តន្ត្រីបាទអញ្ចឹងបូកជាមួយនឹងកិរិយាសព្ទ time ing កន្លែងនេះបាទអញ្ចឹងកិរិយាសព្ទដើមត្រឹមតែ listen ទេបាទ listen នេះគឺប្រែថាស្ដាប់ហើយដល់ពេលយើង time ing មកទៅជា listening បាទយើង time in កន្លែងនេះដោយសារតែយើងប្រើក្រោយកិរិយាសព្ទ like បាទអញ្ចឹង listen នេះគឺជាប់មកមួយ to បាទស្ដាប់អីមួយគឺ listen to តែពេលស្ដាប់តន្ត្រីគឺ music បាទ music នេះដើរតួជាកម្មបត្តិជា object បាទកម្មបត្តិរបស់កិរិយាសព្ទបាទកិរិយាសព្ទ listen នេះហើយ listen នេះគឺប្រើជាប់មកជាមួយនឹង to តែម្ដងបាទ listen to ត្រូវតែចាំវាទោះបីយើងបំបែក listen និង time ing ក៏ត្រូវតោងមកមួយពាក្យ to នេះដែរណា listen to music បាទខុសពីកិរិយាសព្ទ play អីគឺអត់មាន to ទេបាទ listen to នេះគឺជាប់មកមួយ to បាទហើយបងប្អូនឃើញកិរិយាសព្ទ like នេះកិរិយាសព្ទដើមអត់មាន s ទេមាន s កន្លែងនេះដោយសារតែយើងប្រើនៅក្នុងប្រយោគ present simple បាទបច្ចុប្បន្នកាលធម្មតាជាមួយនឹងប្រធាន he she it ដែលជា third person singular បាទប្រតិបត្តិវចនៈនេះគឺយើងថែម s ទៅឲ្យកិរិយាសព្ទបាទ she likes listening to music គាត់ចូលចិត្តស្ដាប់នៅតន្ត្រីបាទអញ្ចឹងដូចដែលខ្ញុំប្រាប់បងប្អូនហ្នឹងកាលណាយើងប្រើ like បូកជាមួយនឹង verb time ing គឺមានន័យថារីករាយចំពោះសកម្មភាពទូទៅនឹងបាទបានយើងប្រើ time ing បើសិនជាទម្លាប់ជាអីវិញគឺយើងប្រើបូកជាមួយនឹង to infinitive វិញដោយកន្លែងនេះយើងអាចនិយាយថា he like to listen to music បាទហ្នឹងបើនិយាយជា habit បាទនិយាយពីទម្លាប់វិញតែនេះគឺយើងលក្ខណៈកំសាន្តបាទបងប្អូនមើលប្រយោគនេះមួយទៀតបាទ we like cooking together បាទពួកយើងចូលចិត្តចម្អិនអាហាររួមគ្នាបាទ we like cooking together អញ្ចឹង we កន្លែងនេះគឺយើងដើរតួជា subject ជាប្រធានបាទប្រធាននៅក្នុងសព្វនាមមាន I មាន you he she it we they គឺដើរតួជាប្រធានបានហើយ we នេះគឺពួកយើងបន្តមកនៅក្នុងប្រយោគ present simple គឺយើងបូកជាមួយនឹង verb 1ណាបាទកិរិយាសព្ទកន្លងទី1បាទ subject បូក verb 1អញ្ចឹងពួកយើងចូលចិត្ត verb នេះចូលចិត្តហើយបន្តមកនៅកន្លែងកិរិយាសព្ទ like នេះកាលណាកិរិយាសព្ទក្រោយវាដែលត្រូវមានគឺកិរិយាសព្ទហ្នឹងគឺយើងថែម ing អញ្ចឹង cooking បាទមកពីកិរិយាសព្ទដើម cook បាទ cook ធម្មតាបាទ cook ណាដល់ពេលយើងប្រើកិរិយាសព្ទ like គឺតម្រូវឲ្យថែម ing ទៀតអញ្ចឹងទៅជា cooking បាទ we like cooking ពួកយើងចូលចិត្តចម្អិនអាហារបាទ cooking នេះគឺចម្អិនអាហារណាបាទ together នេះគឺជាមួយគ្នាឬមួយក៏រួមគ្នាបាទ together ជាមួយគ្នាអញ្ចឹងទៅបាទអញ្ចឹង we like cooking together បាទពួកយើងចូលចិត្តចម្អិនអាហាររួមគ្នាអញ្ចឹងកន្លែងនេះគឺ verb time ing កន្លែងនេះបាទ cook ទៅជា cooking ហ
hay like របស់យើងនេះគឺកិរិយាសព្ទ like នេះឯងអញ្ចឹង we like cooking together ហើយពាក្យថា together នេះគឺដើរតួជា adverb បាទជាគុណកិរិយា together នេះដើរតួជាគុណកិរិយាបាទបញ្ជាក់ន័យឲ្យពាក្យ cook កិរិយាសព្ទនេះបាទអញ្ចឹង adverb គឺវាបញ្ជាក់ន័យឲ្យ verb បាទ verb cook បាទចំអិនរួមគ្នាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺបងប្អូនបានរៀនអំពីការប្រើប្រាស់កិរិយាសព្ទ like ប្រើបូកជាមួយនឹង verb time ing អញ្ចឹងនៅក្នុងវីដេអូបន្ទាប់ទៀតបាទគឺជាវីដេអូ476បាទ476គឺបងប្អូននឹងបានរៀនអំពីការប្រើប្រាស់កិរិយាសព្ទ like នេះបាទប្រើបូកជាមួយនឹង to infinitive មានន័យថាកិរិយាសព្ទដើមប្រើជាប់ជាមួយនឹងពាក្យ to បាទអញ្ចឹងអរគុណបងប្អូនដែលបានតាមដាននៅការបង្រៀនភាសាអង់គ្លេសនៅលើ Channel SCA English បើសិនជាបងប្អូនចង់តាមដាននៅវីដេអូដែលអាប់ដេតថ្មីៗសូមចុចលើប៊ូតុង Subscribe ហើយនិងសញ្ញាកណ្ដឹងសូមជម្រាបលាសូមអរគុណ